ពុកម៉ែបងប្អូនទាំងអស់គ្នាប្រហែលជាបានឃើញនៅព័ត៌មានថៃវាបានចុះផ្សាយអំពីករណីផ្ទុះគ្រាប់បែកដែលបណ្ដាលឲ្យទាហានរបស់វា2នាក់រងរបួសម្នាក់ដាច់ជើងអញ្ចឹងនៅពេលនេះវាមានលេសទៀតហើយជាពិសេសនាយករដ្ឋមន្ត្រីថៃរបស់វានេះបាទវាបាននិយាយនៅក្នុងសារព័ត៌មានថាវានឹងផ្អាកបញ្ជូនទាហានក៏ដូចជាកងកម្លាំងដែលវាចាប់ទៅកងកម្លាំងទាហានយើងដល់18នាក់ហ្នឹងវាបានផ្អាកមិនបញ្ជូនមកប្រទេសកម្ពុជាវិញទេអានេះវាផ្អាកតែម្ដងបងប្អូនមិនមែនវាពជាពេលទេនិយាយទៅពួកអាចោលសៀមនេះល្បិចចុយម្លាយអាម៉ែល្បិចទេបងប្អូនទាំងអស់គ្នានេះមើលវីដេអូដែលវាសម្ដែងផ្ទុះគ្រាប់បែកឃើញទេបងប្អូនការពិតទៅអាគ្រាប់បែកហ្នឹងវាបន្ទុះខ្លួនវាទេបាទវាបន្ទុះឯណាណីចឹងទៅបាទហើយទៅពេលវាយកអាទាហានវាដែលដាច់ជើងស្រាប់អីចឹងទៅយកមកសាយអីចឹងទៅអាហ្នឹងតាមដែលខ្ញុំគិតណាហើយវាបានចុះព័ត៌មានថាទាហានសៀមហ្នឹងបានចូលមកដីក្បែរព្រំដែនអញ្ចឹងណាហើយក៏បានផ្ទុះគ្រាប់បែកដើម្បីវាយកលេសបង្កជាបញ្ហាគ្រប់សពបែបយ៉ាងនិយាយទៅល្បិច100ចម្ពោះហ្មងពួកអាចោនេះយើងទុកចិត្តវាល្មិចបានហើយឥឡូវហ្នឹងដោយសារតែអករណីផ្ទុះគ្រាប់បែកហ្នឹងវាបានផ្អាកមិនបញ្ជូនកងទ័ពយើង18នាក់ហ្នឹងមកប្រទេសកម្ពុជាវិញទេនិយាយទៅវាល្បិចតាំងពីប្រជុំរហូតមកដល់ថ្ងៃនេះបងប្អូនអរគ្នាវារលលេសរហូតគ្រប់ច្រកគ្រប់លហកតែម្ដងណាហើយវីដេអូហ្នឹងផ្ញើទៅអាអ្នកនៅគ្រប់ត្រូលផលិតផលថៃជាពិសេសពួកអាចុយម្លាយចាក់សាំងនោះចូលទៅចាក់សាំងអីនៅអីពេតេអា PTT ហ្នឹងបាទផ្ញើជូនពួកអាចរលាហិនហោចនឹងទាំងអស់ហ្មងពួកអាចបើកភ្នែកមើលទៅថាពួកអានឹងវាល្បិចយ៉ាងណាពួកអាចោហ្នឹងណាអញ្ចឹងខ្ញុំនិយាយរឿងអាក្រក់តិចហើយបាទអញ្ចឹងបងប្អូនទាំងអស់គ្នាឃើញហើយវារលលេសគ្រប់ច្រកគ្រប់លហកវាអត់នៅស្ងាត់អត់នៅស្ងៀមទេបើសិនជាវាមិនបានកន្លែងណាមួយដែលវាចង់បានបើវាមិនបានរបស់ដែលវាចង់បានវាអត់នៅស្ងៀមទេហើយវាមិនធ្វើឲ្យប្រជាពលរដ្ឋយើងរស់នៅបានសុខទេមិនធ្វើឲ្យប្រជាជនកម្ពុជារស់នៅបានសេចក្តីសុខបាទនោះទេវារកគ្រប់ច្រកលហកតែម្ដងបងប្អូនបានឃើញបានដឹងពីល្បិចពួកអាចោមរាយនឹងហើយបាទជាពិសេសនេះអាខ្មែរយើងមួយចំនួននេះដែលវានៅតែគ្រប់ត្រូលអី Amazon អីអា PTT អាស្អីណា PTT អីហ្នឹងបាទឲ្យចេះភ្ញាក់ខ្លួនតិចមើលដូចម៉ែពួកអាខួឈួតនេះខួឯងកើតមកបាទនិយាយអាក្រក់តិចទៅមិនដឹងខួវាគិតអីខ្ញុំឆ្ងល់ដែរពួកអាមិនដឹងរោពាក្យអីចេះឲ្យវាចំកណ្ដាលមកពួកវាបដ ாய் ណានិយាយមែនបងប្អូនខ្ញុំនិយាយអាក្រក់តិចហ៎បាទបងប្អូនបន្ថែមខ្លួនឯងទៅខ្ញុំរឹងទៅរោពាក្យអីឲ្យចេះឲ្យចំកណ្ដាលមុខឲ្យពួកវាលលាយបដ ாய் ណាឲ្យពួកវាតៃហោហ្មងពួកអាគ្រប់ត្រូលនៅតែគ្រប់ត្រូលហ្នឹងអារបៀបចេញមកលុយអញញ៉ាំ